ตาจะเรียบซัวก่อนๆទាំងអស់គ្នាចាចឹងថ្ងៃនេះអ្នកគ្រូមានល្បែងថ្មីមួយទៀតយកមកបង្រៀនកូនទាំងអស់គ្នាកូនចង់លេងជាមួយអ្នកគ្រូអត់ចាចង់កូនដាក់ដៃលើផ្លូវឲ្យស្ដាប់អ្នកគ្រូចាចឹងថ្ងៃនេះអ្នកគ្រូមានល្បែងមួយគឺល្បែងបង្កើតបទភ្លេងតាមកូនកាសចាចឹងមុននឹងយើងលេងកូនអានជាមួយអ្នកគ្រូសិនតល្បែងបង្កើតបទភ្លេងតាមកូនកាសបាទចឹងអ្នកគ្រូមានសម្ភារៈមួយចំនួនយកមកបង្ហាញកូនណាកូនណាចឹងកូនមើលអ្នកគ្រូឲ្យច្បាស់ហើយឲ្យមើលមកអ្នកគ្រូចាមើលច្បាស់ណាកូនណាចាកូនមើលអ្នកគ្រូចារូបភាពទី2ផ្ទះគូចេះយើងផ្ទះឃើញទេចារូបភាពទី3អីគេកូនគោះជើងចេះយើងគោះមកប្រយ័ត្នចាទី4ណាគេឃើញទេចាទី5គោះជើងទាំងពីរ1 2 1 2ចាផ្ទះផ្លូវចា1 2ចាមួយទៀតគក់ទ្រូងចុងក្រោយគេចាតោះនេះកូនយល់អត់បន្ទាប់មកអ្នកគ្រូនឹងរៀបកូនកាសនេះនៅលើតុអ្នកគ្រូចាហើយអ្នកគ្រូនឹងធ្វើកាយវិការដែលអ្នកគ្រូបានបង្ហាញកូនអំបញ្ញមិញចាហើយបន្ទាប់មកអ្នកគ្រូនឹងឲ្យកូនម្នាក់ឡើងមករើសកូនកាសដែលអ្នកគ្រូធ្វើកាយវិការហ្នឹងចារើសកូនកាសឲ្យត្រូវទៅតាមកាយវិការអ្នកគ្រូរួចកូនបិទទៅលើក្តារខៀនបន្ទាប់មកកូនធ្វើកាយវិការនោះដោយខ្លួនឯងអញ្ចឹងកូនយល់ទេក្មេងនៅលើក្តារខៀនធ្វើកាយវិការតាមកូនកាសដើម្បីឲ្យមិត្តភ័ក្តិធ្វើតាមរូបនេះអ្នកគ្រូរាយសិនណាអ្នកគ្រូរៀបនៅលើនេះចាហើយអ្នកកូនចាំមើលអ្នកគ្រូណាមើលអ្នកគ្រូសិនតើមកកូនណាអាចរើសកូនកាសបានទេថាអ្នកគ្រូធ្វើម្ចាស់មកអ៊ីតើឥឡូវអ៊ីអ្នកគ្រូធ្វើមិនដែរកូនរូបណាកូនរូបណាហើយបង្ហាញមិត្តភ័ក្តិមើលត្រូវអត់ចាតើបិទលើក្តារខៀនចាហើយកូនធ្វើកាយវិការនឹងឲ្យមិត្តភ័ក្តិយើងមើលត្រូវឯកូនធ្វើតាមមិត្តភ័ក្តិធ្វើតាមមិត្តភ័ក្តិយើងទាំងអស់គ្នាចាតែ2ដងឯងកូនណាតែ2ដងឯងម្ដងមើលអ្នកគ្រូមកកូនកាចាបតៃអាចមើលបានទេបាទតាពុនរាយសាកមកពុនរាយអ្នកគ្រូលើចា2កូនកាកូន2កូនកាណាមួយទៀតអីគេមិនហ្នឹងអ្នកគ្រូធ្វើអីគេអ្នកគ្រូធ្វើអីគេចាឥឡូវមើលមិត្តភ័ក្តិរឿងត្រឹមត្រូវអត់កូនចាដំបូងអ្នកគ្រូគោះផ្លូវត្រូវហេបន្ទាប់មកអ្នកគ្រូគោះជើងចាតោះអ៊ីសាចាឥឡូវចាំមើលពុនរាយធ្វើចាប់ដើមធ្វើមុនដំបូងអីគេកូនអីគេទៀតចាឥឡូវកូនធ្វើតាមមិត្តភ័ក្តិយើងទាំងអស់គ្នាចាលឺហើយចាបានចុងក្រោយនៃការលេងល្បែងសកម្មភាពមួយនេះអ្នកគ្រូអាចបិទកូនកាសទាំងអស់នៅលើក្តារខៀនបន្ទាប់មកយកក្មេងមួយក្រុមឬក៏ក្មេងនៅក្នុងថ្នាក់ទាំងអស់ធ្វើកាយវិការទៅតាមកូនកាសដែលបានអ្នកគ្រូកំពុងតែចង្អុលផងដែរបងប្អូនតាគ្នាហ្នឹងហើយនេះជាសកម្មភាពចុងក្រោយបើសិនជាមានពេលយើងអាចលេងទៅតែបើសិនជាអត់មានពេលទេអ្នកគ្រូអាចបញ្ចប់ទៅត្រឹមហ្នឹងក៏បានដែរសូមអរគុណ